បាទជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់បង្ហាញទៅកាន់អ្នកទាំងអស់គ្នាបន្តិចទាក់ទងនឹងការផ្ទេរលុយឬក៏ transfer លុយពី PayPal ទៅធនាគារខ្មែររបស់យើងអញ្ចឹងដោយសារតែមានអ្នកគាត់ comment សួរច្រើនដែរហើយក៏មានបងគាត់ថ្មីគាត់តែងតែឆាតមកសួរខ្ញុំនៅក្នុង Telegram អូខេអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតែម្ដងទៅអ្នកគ្នាដែលបានសួរហ្នឹងកុំភ្លេច comment ចូល comment ផងអញ្ចឹងអ្នកទាំងអស់គ្នាគាត់ចូលធ្វើការចូលនៅក្នុងកម្មវិធី PayPal របស់យើងបាទឬក៏កម្មវិធីជ្រុំក៏បានដែរស្ខៃលើអ្នកនរគ្នាកំពុងតែប្រើប្រាស់អញ្ចឹងខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចតើតើនឹង PayPal បើយើងចង់ផ្ទេរលុយទៅធនាគារខ្មែរអ្នកទាំងអស់គ្នាត្រូវតែមានលុយបាទចន្លោះពី$10ឡើងទៅទើបយើងអាចធ្វើការ transfer បានដោយសារតែសេវា PayPal គឺគេកាត់សេវាខ្ញុំ$5បាទកាត់សេវា$5អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការដកចំនួន$20បង្ហាញទៅកាន់អ្នកនរគ្នាដោយសារតែបងអ្នកនរគ្នាគាត់ឧស្សាហ៍សួរអញ្ចឹងអាលុយទាំងអស់នេះខ្ញុំរកបានពី game ណាហើយខ្ញុំធ្លាប់ដកបានច្រើនដងណាអ្នកនរគ្នាបាទពី game មកបាទខ្ញុំធ្លាប់ដកបានច្រើនពី game អញ្ចឹងអ្នកគ្នាអាចចង់លេង game អីគ្នាអាចអ្នកនរគ្នាអាចចូលទៅក្រុមរបស់ខ្ញុំបានដែលខ្ញុំនឹងដាក់ link ខាងក្រោមវីដេអូហ្នឹងបាទឲ្យអ្នកគ្នាចូលលេងអញ្ចឹងដើម្បីកុំឲ្យខាតពេកយើងធ្វើការដកលុយតែម្ដងទៅអ្នកគ្នាគ្រាន់តែធ្វើការចុចកន្លែង PayPal balance បន្តទៀតអ្នកគ្នាយកពាក្យថា transfer អានេះប៊ូតុងខ្មៅនេះអញ្ចឹងវីដេអូមួយនេះកុំភ្លេចអ្នកគ្នាដែលថ្មីកុំភ្លេចចុច subscribe ម្នាក់មួយផងអ្នកគ្នាបើសិនតែថាវីដេអូនេះវាល្អសម្រាប់អ្នកគ្នាបើមានប្រយោជន៍អញ្ចឹងណាបន្តទៀតអ្នកគ្នានឹងឃើញកន្លែងនេះហើយកន្លែងនេះគឺគេសេវាខ្ញុំ$5នេះឃើញទេបាទសេវាគេដាក់$5អញ្ចឹងបន្តទៀតគ្នាយើងធ្វើការជ្រើសរើសចំនួនពីសាខានឹងមកបន្តទៀតអ្នកគ្នាចុចកន្លែង next បាទចុចកន្លែង next បន្តទៀតអ្នកគ្នាបញ្ចូលទុកលុយដែលគ្នាទៅដកអញ្ចឹងបញ្ចូលតែ$20បានហើយបាទហើយចុចកន្លែង next មួយទៀតបន្តទៀតអ្នកគ្នាធ្វើការចុចកន្លែងកន្លែងនេះគ្នាមើលទៅនេះវា transfer account $20អញ្ចឹងវាកន្លែងនេះគេកាត់រៀង$5សេវា PayPal ណា PayPal គេកាត់តែ$5ទេទោះអ្នកគ្នាមានដក$1000ក៏គេកាត់តែ$5ដែរដក100ក៏គេកាត់$5ដែរអញ្ចឹងណាវាទៅវាតេតូនអាស្រ័យលើ PayPal ទេអ្នកគ្នាបានបើ PayPal ខ្លះអាចនឹងកាត់តិចជាងនឹងអញ្ចឹងទៅបាទតែបើ PayPal បរ៉ែតនិង Indonesia គឺវាកាត់$5អូខេអញ្ចឹងខ្ញុំចុចកន្លែង transfer នេះមកអញ្ចឹងវាកំពុងដល់ការខ្ញុំចុចកន្លែងដាននេះមកអូខេឃើញទេអ្នកឃើញលុយលាក់ចូលក្នុងធនាគាររបស់ខ្ញុំហ៎បាទធនាគារស្ថាបនារបស់ខ្ញុំបាទឃើញលុយលោតវាលោតមកហ៎អ្នកគ្នាអ៊ំមកយើងដកភ្លាមចូលភ្លាមណាអ្នកគ្នាបាទយើងដកភ្លាមចូលភ្លាមនេះឃើញទេបាទនេះយើងដកភ្លាមចូលភ្លាម$15បាទដកភ្លាមចូលភ្លាមគឺលុយ$15ចូលក្នុង PayPal របស់យើងក្នុងធនាគារខ្មែររបស់យើងហើយអញ្ចឹងពេលវាការដកលុយគឺមានតែប៉ុណ្្នឹងទេហើយចំពោះអ្នកគ្នាដែលគាត់ចង់ដកលុយលឿនខ្ញុំរីកមិនឲ្យអ្នកគ្នាភ្ជាប់ជាមួយនឹង Visa Card ACDA ឬក៏ធនាគារស្ថាបនាឬក៏វឌ្ឍនៈឬក៏ធនាគារនិយាយទៅឲ្យតែធនាគារដែលដកលឿនអ្នកគ្នាអាចភ្ជាប់ទៅតែបើ ABA អ្នកនរគ្នាត្រូវតែរងចាំ3ថ្ងៃបាទខ្ញុំធ្លាប់ដកតាម ABA ដែរអ្នកគ្នាបាទដាច់បាយដាច់ទឹកម្ដងម្កាលអញ្ចឹងខ្ញុំដូរដាក់ធនាគារផ្សេងសារតែវាលឿនដកភ្លាមចូលភ្លាមអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេពីរបៀបក្នុងការ transfer លុយពី PayPal ទៅធនាគារខ្មែរបើសិនជាអ្នកខ្លះមានជំងឺវាបន្ថែមទៀតអ្នកនេះអាច comment សួរបាននៅខាងក្រោមវីដេអូហ្នឹងបាទអូខេអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយ